បាទសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនឃើញខ្ញុំប្រឡែងជ្រូកនៅចំការជ័យបែបហ្នឹងបងប្អូននឹងគិតថាថតសម្ដែងទេអីចេកដាំគឺសម្រាប់យកផ្លែចុះហើយរៀបបានជាប្រឡែងជ្រូកចូលនៅក្នុងចំការចេកហើយដឹងស្រាប់ជ្រូកកដលនេះគឺចេកអត់បានទេឃើញចេកអត់បានទេអញ្ចឹងការប្រឡែងនេះគឺខ្ញុំបញ្ជាក់បងប្អូនគឺចេកដែលខ្ញុំប្រឡែងជ្រូកស៊ីនេះគឺចេកពងមាន់អញ្ចឹងជ្រូកក៏វាមិនសូវចូលចិត្តប្រហែលដែរប៉ុន្តែមិនបានន័យថាជ្រូកអត់ស៊ីទេជ្រូកស៊ីដូចតែគ្នាទេបងប្អូនគាត់ថាដើមវារឹងហើយវារៀងល្វីងអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនតាក់ទងនឹងចេកដែលជ្រូកចូលចិត្តគឺចេកណាំវ៉ាប្រភេទដើមចេកណាំវ៉ាអញ្ចឹងខ្ញុំប្រឡែងនេះគឺប្រឡែងមួយរយៈពេលខ្លីថតវីដេអូមែនបងប្អូនថតវីដេអូមែនអញ្ចឹងវីដេអូនេះខ្ញុំចង់បញ្ជាក់បងប្អូនថាចិញ្ចឹមជ្រូកគឺយើងមិនអាចខ្វះដើមចេកបានទេបងប្អូនអត់អាចខ្វះដើមចេកបានទេគឺចេកណាំវ៉ាមិនមែនចេកពងមាន់ហើយមិនមែនចេកអំបូងទេបងប្អូនដាំចេកអំបូងយកមកឲ្យចំណីជ្រូកក៏អត់កើតដែរពីព្រោះថាចេកអំបូងថ្លៃហើយចេកពងមាន់គឺជ្រូកអត់ទៅចូលចិត្តប្រហែលទេខ្ញុំតេស្តរួចហើយបងប្អូនតេស្តរួចហើយតែចេកណាំវ៉ាគឺជ្រូកចូលចិត្តហើយតាក់ទងនឹងចេកនេះបងប្អូនអាចឲ្យជ្រូកស៊ីស្រស់ក៏បានហើយដើម្បីឲ្យឡើងប្រូតេអ៊ីនណាបងប្អូនយកចេកហ្នឹងយកទៅហាន់វាហើយយកទៅផ្អាប់ជាមួយនឹងស្កររងូនិងអំបិលអញ្ចឹងបងប្អូនផ្អាប់រយៈពេល1សប្តាហ៍បងប្អូនអាចនឹងយកផ្អកដើមចេកហ្នឹងទៅលាយជាមួយនឹងកាកសំណល់ផ្ទះបាយកាកសំណល់ផ្ទះបាយមានគ្រប់ប្រភេទដែលបងប្អូនញ៉ាំហើយបងប្អូនប្រមូលពីហាងបាយហាងកាទៀវហ្នឹងយកទៅលាយជាមួយនឹងផ្អកដើមចេកហើយបងប្អូនអាចមានបន្លែដែលសល់ផ្សេងទៀតយកមកលាយចូលគ្នាបានហើយនឹងមួយទៀតកតួបើសិនជាមានបើអត់ក៏ខ្ញុំធ្លាប់ចិញ្ចឹមគឺអត់មានបញ្ហាទេបងប្អូនជាក់ស្ដែងជ្រូកខ្ញុំចិញ្ចឹមច្រើនខ្ញុំទិញលក់ច្រើនកន្លែងខ្ញុំអាចទទួលព័ត៌មានបានថាការផ្ដល់កន្ទក់វាជាវត្ថុធាតុមួយដ៏សំខាន់សម្រាប់ចិញ្ចឹមជ្រូកក៏ប៉ុន្តែបើអត់ក៏អត់អីដែរជ្រូកអត់អីទេបងប្អូនហើយបើសិនជាបងប្អូននៅតំបន់ដែលមានដំឡូងមីបងប្អូនអាចសាកបានយកដំឡូងមីហ្នឹងជឿនទិញក្នុងតម្លៃសមរម្យមួយបងប្អូនអាចយកទៅធ្វើផ្អកក៏បានឬក៏យកទៅហាលក៏បានដែរជៀសវាងបងប្អូនឲ្យជ្រូកស៊ីដំឡូងមីស្រស់បងប្អូនដឹងហើយថាដំឡូងមីស្រស់គឺមានជាតិពុលអញ្ចឹងខ្ញុំធ្វើវីដេអូនេះគាត់ខ្ញុំចង់បញ្ជាក់បងប្អូនថាចេកបងប្អូនត្រូវតែស្វែងរកចេកណាំវ៉ាឲ្យជ្រូកស៊ីហើយបើបងប្អូនមានបំណងចង់ដាំចេកដើម្បីធ្វើជាចំណីសត្វជ្រូកគឺកុំដាំចេកពងមាន់អីបងប្អូនដាំចេកណាំវ៉ាវិញល្អជាងអញ្ចឹងការដែលខ្ញុំធ្វើវីដេអូចែកជូនបងប្អូននេះគឺមានតែប៉ុណ្្នឹងទេដើមចេកមានអត្ថប្រយោជន៍ច្រើនមែនទែនសម្រាប់ក្នុងវិស័យកសិកម្មមិនថាចិញ្ចឹមជ្រូកកដុលបងប្អូនទៅចិញ្ចឹមសត្វអ្វីផ្សេងទៀតក៏នេះដែរបងប្អូនក៏អាចធ្វើជាចំណីសត្វបានជាច្រើនប្រភេទតែម្ដងបាទហើយចេកនេះទៀតសោតតាមការពិសោធន៍គេថាដាំទៅគឺវាជួយដីវាជួយឲ្យដីនឹងមានសំណើមដីមានជីវជាតិល្អអញ្ចឹងវាមានអត្ថប្រយោជន៍មហាសាលបងប្អូនគឺចេកសំខាន់ណាស់អញ្ចឹងបងប្អូនចិញ្ចឹមជ្រូកកដុលកុំភ្លេចដាំចេកទាំងអស់គ្នាហើយវីដេអូនេះខ្ញុំបង្ហាញប៉ុណ្ណឹងបងប្អូនដាំចេកដើម្បីចិញ្ចឹមជ្រូកកដុលដើម្បីបង្កើនប្រាក់ចំណូលកាត់បន្ថយប្រាក់ចំណាយនៅពេលដែលបងប្អូនមិនមានចំណីចំបងប្អូនត្រូវទិញចំណីពីគេឯងតែបើសិនជាយើងមានចំណីដោយខ្លួនឯងបងប្អូនគឺមិនទៅទិញចំណីពីផ្សារទេហើយប្រាក់ចំណេញក៏យើងកើនទៅតាមនឹងដែរហើយស្មៅវិញគឺយើងដាំស្មៅនេះគឺយើងដាំស្មៅស៊ុបពើនេពេឬក៏ស្មៅអ៊ីស្រាអែលទៅបានទេហើយប្រភេទដើមតាយៈដែលវាជួយសត្វពាហនៈបានច្រើនអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងការដាំតាយៈចែកជូនបងប្អូនទស្សនាបន្ថែមទៀតហើយវីដេអូនេះមានប៉ុណ្ណឹងបាទអរគុណច្រើន